រៀបសួរក៏ដូចជាសួស្តីអ្នកទាំងអស់គ្នាដែលបានចូលរួមស្ដាប់នៅសំឡេងអត្ថកថាព្រមលោកបែបពុទ្ធសាសនាដែលចូលរួមបរិយាយអានដោយខ្ញុំបាទកថានិទានខ្មែរនៅក្នុងថ្ងៃនេះខ្ញុំបាទមានសិភៅមួយក្បាលដែលមានចំណងជើងថាប្រធរនិងមាគាជីវិតដើម្បីយកមកចែករំលែកក៏ដូចជាចែកជូនបងប្អូនដែលបានចំណាយពេលវេលាស្ដាប់ដើម្បីជាការកម្សាន្តនៅសតិអារម្មណ៍ស្មារតីរបស់អស់លោកដែលបាននឿយហត់កាយពីការធ្វើការងារផ្សេងដើម្បីជាចំណីនៃសតិបញ្ញាវិចារណាក៏ដូចជាធម្មសប្បាយនៅក្នុងប្រធរជាចំណែកនៃសេចក្តីល្អមួយផងដែរបាទចូលនៅក្នុងសាច់អត្ថបទនៃទី1ដែលនិយាយអំពីក្មេងចន្ទដៀលនិយាយអំពីក្មេងចន្ទដៀលគឺនៅថ្ងៃមួយព្រះអាទិត្យបន្ទាតខ្លួនចុះមកបាំងនៃដុំពពកដែលរសាត់ហាត់ពីពេញនៃផ្ទៃពុសធាមេឃាមានពណ៌ក្រហមឆ្អិនឆ្អៅនិងមានពណ៌លៀងគួរជាទីកយគុណនៃវងមនុស្សទាំងឡាយមានសត្វមរគីទាំងវងបាសាបាសីនាំគ្នាហើប្រដេញគ្នាអំពីការមកពីរកចំណីស៊ីក្នុងព្រៃក៏បាននាំគ្នាត្រឡប់មកវិញទាំងវងមកកាន់ដើមទ្រនំដែលខ្លួនបានរស់នៅក្នុងព្រៃដ៏ស្ងប់នៃស្ទឹងអវិជ័យនោះឯងគ្រានោះដែរអ្នកកងវាលគោក៏គៀងសត្វគោទាំងឡាយអំពីព្រៃនិងវាលស្រែដើម្បីដេញត្រឡប់មកផ្ទះរបស់ពួកគេវិញរៀងខ្លួនសម្រស់នៃធម្មជាតិដ៏ស្រស់ត្រកាលអណ្ដែតត្រសែតនៃសៃវណ្ណាហៈដ៏ត្រជាក់ត្រឈឹងត្រឆៃមានក្មេងប្រុសម្នាក់ដែលកំពុងតែគៀងគោត្រឡប់មកវិញតែម្នាក់ឯងនៅក្នុងចំណោមអ្នកកងវាលគោទាំងឡាយមានក្មេងកំឡោះជាចន្ទដៀលម្នាក់ឈ្មោះថារេវតៈដែលជាអ្នកមានភូមិនៅជិតក្រុងសាវត្ថីនោះដែរគេបានធ្វើដំណើរឃ្វាងគោដោយវងគោរបស់ខ្លួនដើម្បីឆ្ពោះទៅរកភូមិនិងផ្ទះរបស់ខ្លួនដែលអាចមើលទៅឃើញលឹមនៅខាងមុខនោះឯងគាត់មានរូបរាងនឹងឯងគឺខ្មៅហើយមានភាពស្គមឆ្គាំងព្រោះតែការធ្វើការហត់នឿយពុំមានសម្លៀកបំពាក់នឹងឯងស្លៀកសមរម្យគឺថាមានសភាពរហែករយៈដែលយើងអាចដឹងបានថាពួកគាត់គ្រួសាររបស់គាត់នឹងឯងមានភាពលំបកក្រក្រៃតោកយ៉ាក់ខ្លាំងណាស់ដែលឪពុករបស់គាត់នោះមានជីវភាពជាអ្នកកាប់អស់លក់ជារៀងរាល់ថ្ងៃពេលព្រឹកឪពុករបស់គាត់ចូលចិត្តដើរព្រៃទៅកាប់អស់និងត្រឡប់មកវិញនៅពេលល្ងាចដោយមានដាក់លើរទេះតូចមួយនោះផងដើម្បីយកទៅលក់នៅឯផ្សារនៅក្រុងសាវត្ថីដើម្បីចិញ្ចឹមជីវិតរបស់គាត់លុះលក់អស់កាលណាហើយក៏ត្រឡប់មកវិញមានទាំងអាហារដោយគ្រឿងស្លៀកពាក់បន្តិចបន្តួចឪពុករបស់រេវតៈមានគោចំនួន2ក្បាលនោះឯងគឺគោឈ្មោល1ក្បាលនិងគោញី1ក្បាលសម្រាប់ប្រកបអាជីវកម្មធ្វើស្រែចម្ការដោយឲ្យរេវតៈនោះឯងវាឲ្យឃ្វាលកងវាលនៅតាមមាត់ស្ទឹងនៃអចិវតីដែលមានពពួកក្មេងអ្នកស្រុកជាច្រើនអ្នកតាមភូមិនីមួយគ្នានឹងឯងត្រកោចន្ទដៀលនោះឯងក៏មើលជាធម្មតាជារៀងរាល់ថ្ងៃធម្មតាទេរេវតៈចូលចិត្តនៅតែឯងដោយភាពស្ងប់ស្ងាត់មិនសូវទៅលេងជាមួយក្មេងមិត្តភ័ក្តិដតីឯទៀតទេព្រោះមិត្តភ័ក្តិដែលតែងតែបង្កចំនួនវិវាទដូចគ្នាជាមួយនឹងប្រកោផ្សេងដូចជាការវាយដំច្រន់ធាក់ជាមួយនឹងក្មេងជាវណ្ណៈព្រាមជារឿយបង្កឲ្យមានរបួសស្នាមដ៏ធ្ងន់ធ្ងរទៀតផងដែលជាហេតុនាំឲ្យក្មេងវណ្ណៈព្រាមស្អប់ក្មេងវណ្ណៈចន្ទដៀលជាខ្លាំងដោយសម្ដែងអាការៈមាក់ងាយមើលថោកដោយប្រការផ្សេងត្រដល់តកូលចន្ទដៀល
មាននឹងងាយថ្ងៃមួយគាត់បានដេញគោទៅផ្ទះវិញតែម្នាក់ឯងបន្ទាប់អំពីមិត្តភ័ក្តិរបស់ពួកគេនោះឯងទៅចោលអស់រេវតៈលុះធ្វើដំណើរទៅដល់កំពង់ទឹកមួយដែលនៅជិតភូមិនោះគាត់ក៏ដេញគោឲ្យចុះផឹកទឹកជាធម្មតាហើយគាត់ក៏បានមុជទឹកនៅក្នុងស្ទឹងអចិរវតីនោះដែរខណៈដែលគាត់កំពុងតែមុជទឹកនោះគាត់បានឃើញពន្លឺចាំងឆ្លុះអំពីព្រះអាទិត្យនោះឯងហៀបនឹងអស្តង្គតដែលមានពន្លឺឆ្ពោះឆ្លុះមកផ្ទៃនៃទឹកប្រកបទៅដោយពណ៌ក្រហមឆ្អិនឆ្អៅគួរជាទីគយគន់នៃមនុស្សសត្វទាំងឡាយនោះឯងឃើញនៅឆ្នោះហើយគាត់ក៏បានយកដៃទាំងពីររបស់គាត់នឹងក៏ក្បង់ទឹកបង្ហូររួចអធិដ្ឋានថាសូមឲ្យជ័យជំនះកើតមានដល់ខ្លួនខ្ញុំនិងមិត្តភ័ក្តិរបស់ខ្ញុំដែលជាក្មេងប្រកោច័ន្ទដៀលដូចគ្នាផងទៅចោះលុះក៏បួងសួងពិចារណារួចហើយកណ្ណារេវតៈបានធ្វើដូចធម្មតាជារៀងរាល់ល្ងាចពុំដែលខានម្ដងណាឡើយសម័យថ្ងៃមួយឪពុករបស់រេវតៈគាត់ក៏បានត្រឡប់មកអំពីស្ទឹងអំពីក្រុងសាវត្ថីវិញគាត់បានរំពឹងនៅក្នុងចិត្តខណៈដែលដើរតាមក្រោយគោត្រឡប់មកផ្ទះវិញថាកាលពីព្រឹកមិញនោះឪពុករបស់អញបានសន្យាថានឹងទិញសម្លៀកបំពាក់ឲ្យពេលនេះសម្លៀកបំពាក់ថ្មីនិងស្អាតទាំងនោះប្រហែលជាកំពុងរងចាំអញហើយមើលទៅចាប់តាំងពីពេលនេះតទៅប្រហែលជាអញបានដេកសុខស្រួលនឹងមានសម្លៀកបំពាក់គួរជាទីស័ក្តិសមនឹងគេខ្លះហើយគេបានគិតដូច្នោះហើយក៏ញញឹមញញែមទៅដោយសេចក្តីមានសង្ឃឹមនៅក្នុងចិត្តយ៉ាងមុតមមព្រោះគេនោះឯងដេករងាមកតាំងអំពីដើមខែមុនមកម្លេះក៏ប៉ុន្តែសេចក្តីសង្ឃឹមរបស់រេវតៈនៅពេលដែលគាត់ត្រឡប់ទៅដល់ផ្ទះវិញដោយឪពុករបស់គាត់ត្រូវយកលុយដែលសម្រាប់ទិញសម្លៀកបំពាក់យកទៅប្រើប្រាស់នៅកិច្ចការដែលសំខាន់ផ្សេងចាំបាច់សម្រាប់ផ្គត់ផ្គង់គ្រួសារពេលនោះឯងរេវតៈទើបមានលុយមិនគ្រប់សម្រាប់ទិញសម្លៀកបំពាក់ឲ្យកូនប្រុសតែម្នាក់គត់ដែលខ្លួនសន្យាដែលបានត្រឹមតែក្រណាត់មួយផ្ទាំងតូចប៉ុណ្ណោះកាលណារេវតៈឃើញហើយដូច្នោះក៏គិតពិចារណានេះជាដំណឹងដ៏សែនអាក្រក់ដែលខ្លួនរំពឹងសង្ឃឹមយ៉ាងមុតមមជាទីបំផុតក៏មានចំពោះរូបគេព្រោះថាឪពុករបស់គេនិយាយយ៉ាងច្បាស់ពីក្រោយការទទួលអាហារពេលល្ងាចរួចតែឪពុកបែរជានិយាយថាកូនប្រុសថ្ងៃនេះលោកសុភមង្គលកហបតីនៅឯក្រុងសាវត្ថីដែលជាអ្នកទិញនៅអស់របស់លោកពុកជាប្រចាំនោះគាត់បាននិយាយជាមួយលោកពុកថាគាត់នោះឯងគឺត្រូវការក្មេងប្រុសម្នាក់គឺយកមកគាត់បម្រើក្នុងផ្ទះរបស់គាត់ដោយគាត់គិតនឹកថ្លៃស្នួលក្នុងមួយថ្ងៃនោះឯងមួយកហបណៈហើយលោកឪពុកនោះឯងបានឲ្យពុកនឹងជាអ្នកជួយរកតែឪពុកក៏បានប្រាប់លោកកហបតីថាខ្លួននឹងឯងមានកូនប្រុសម្នាក់មានអាយុប្រហែល15ឆ្នាំនឹងឯងប្រសិនបើលោកកហបតីត្រូវការខ្ញុំនឹងយកមកជូននៅពេលនោះឯងកហបតីប្រាប់ថាប្រសិនបើកូនប្រុសរបស់គាត់កាន់តែល្អប្រសើរលោកនឹងបានគិតថ្លៃទ្វេដងជូនចំពោះកូនប្រុសរបស់គាត់ពិភាក្សាជាមួយនឹងម្ដាយរួចហើយក៏ប្រាប់រេវតៈនៅតាមដំណើរដើមតងដែលលោកកហបតីនឹងត្រូវការដូច្នោះដែររេវតៈអង្គុយមុខលោកឪពុកនិងអ្នកម្ដាយហើយក៏អោនមុខចុះទៅដោយអាការៈស្ងៀមមិននិយាយតបតអ្វីទាំងអស់លុះម្ដាយឃើញអាការៈដូចនេះក៏ដឹងថាកូនមិនចង់ទៅពោលទៅនៅជាមួយនឹងកហបតីទៅណាកូនប្រសិនបើកូននៅជាមួយនឹងកហបតីម៉ែគិតថាមានប្រយោជន៍ច្រើនជាងនេះដូចជាមានលុយឈ្នួលខ្លួនជួយដល់ឪពុកម្ដាយនឹងឯងប្រសិនបើពីការប្រឹងប្រែងត្រូវរក្សាទុកម្យ៉ាងទៀតខ្លួនអាចផ្ញើមកសង្គ្រោះម្ដាយដែលចាស់និងលោកឪពុកនៅផ្ទះឯនេះបានខ្លះទៀតផងកូនមាសម្ដាយចាប់ពីពេលថ្ងៃនេះទៅពុកម៉ែនឹងឯងក៏
មានភាពទ្រុឌទ្រោមទៅឯកម្លាំងក៏កាន់តែខ្សត់ខ្សោយដែរមិនអាចនឹងមានកម្លាំងគ្រប់គ្រាន់ដើម្បីធ្វើការងារចិញ្ចឹមជីវិតឲ្យកូនរហូតបាននោះទេដូច្នេះកូនត្រូវតែចេះយកខ្លួនឯងជាទីពឹងសម្រាប់ខ្លួនឯងនោះកូនអាចក្រោកចេញអំពីភាពលំបាកលំបិននេះបានណាកូនប្រការមួយទៀតកាលដែលចូលទៅនៅជាមួយនឹងក្រុងជាមួយនឹងត្រកូលកហបតីកូននឹងបានឃើញបានស្គាល់នៅវត្ថុផ្សេងហើយកូនអាចសិក្សាពីវត្ថុទាំងនោះដើម្បីជាចំណេះដឹងនិងជាឧបាយក្នុងការរកស៊ីចិញ្ចឹមជីវិតខ្លួនឯងផងដែរថ្ងៃក្រោយកូនប្រុសមិនចាំបាច់ព្រួយបារម្ភនឹងភាពលំបាកហើយកូនប្រុសក៏មិនខ្វាយខ្វល់អំពីពុកនិងម៉ែទៀតទេព្រោះពុកនិងម៉ែតែប៉ុណ្ណេះចេះតែចាស់ទៅមុខបន្តបន្ទាប់ចរិយាក៏កាន់តែមកដល់ប្រកបណាស់ច្បាស់ជាព្រាត់ចាក់ជាពុំខានកូនត្រូវខិតខំពំនាំនៅវិជ្ជាដាក់ខ្លួនប្រាណនោះកូនបានទីពឹងអាស្រ័យកូនអើយម្ដាយឪពុកទាំងពីរអ្នកនេះចាស់នឹងមានសេចក្តីសុខកាលបើឃើញកូនមានចំណេះដឹងមានសេចក្តីសុខពេលដែលកូននោះឯងទៅនៅជាមួយនឹងកអបតីនិយាយហើយក៏ដើរទៅបោះអង្អែលខ្នងកូនទៅដោយសេចក្តីអាណិតស្រឡាញ់ជាពន់ពេកទាំងទឹកចិត្តជាមេត្តាលុះស្ដាប់នៅពាក្យទូមានទាំងប៉ុន្មាននេះហើយរេវតៈក៏នៅស្ងៀមប៉ុន្តែនៅក្នុងចិត្តនោះវិញពោពេញទៅដោយសេចក្តីក្តុកក្តួលឈឺចាប់និងសោកសង្វេគជាខ្លាំងដោយសារតែអាណិតដល់អ្នកដ៏មានគុណរបស់ខ្លួនទាំងទ្វេនោះឯងដែលបានចាស់ចរាតែខ្លួនមិនទាន់មានអ្វីជាដុំកំភួនសម្រាប់ជួយសងគុណលោកអ្នកដ៏មានគុណទាំងទ្វេនោះឡើយដូច្នោះទើបយល់ព្រមទៅតាមបំរើកអវតីនៅពេលនោះទៅគណៈពេលដែលយល់ព្រមនោះគេក៏សួរឪពុករបស់ខ្លួនថាតើកហបតីនេះវណ្ណៈព្រាមពិតមែនឬឯបិតាក៏បានឆ្លើយថាត្រឹមត្រូវហើយលោកកហបតីជាព្រាមតែឯងមិនចាំបាច់ខ្វាយខ្វល់អំពីការមើលងាយមើលថោកអំពីត្រកូលព្រាមមកយើងនោះឡើយសេដ្ឋីព្រោះថាគាត់នោះឯងធ្លាប់បានតាក់ទងជួញដូរជាមួយនឹងលោកសេដ្ឋីតាំងពីយូរយារណាស់មកហើយរហូតស្គាល់ចិត្តស្គាល់ថ្លើមច្បាស់ណាស់ទោះបីជាវណ្ណៈព្រាមដែលកើតឡើងចេញអំពីឱរសរបស់ព្រំក៏ពិតមែនក៏លោកនៅតែមិនប្រកាន់វណ្ណៈពងខ្ពស់ឬក៏វណ្ណៈថោកទាបដែរក្នុងចំណុចនេះពុកក៏សូមធានាចំពោះកូននៅទីបំផុតនោះឯងរេវតៈក៏ទទួលយកពាក្យឪពុកថានឹងទៅតែមិនមែនក៏ទៅដោយសារភាពស្ម័គ្រចិត្តនោះទេតែនឹកឃើញទៅដល់លោកពុកនិងអ្នកម្ដាយអ្នកមានគុណទាំងទ្វេដែលខំអង្វរតូនដល់កូនដូច្នោះហើយក៏យល់ព្រមទៅតាមសំណើរបស់ពួកគាត់ចំណែកឯយប់នោះដែររេវតៈដេកក៏មិនលក់សម្រានក៏មិនលក់បកមិនរហើយទាល់តែសោះពីព្រោះថាពិបាកចិត្តមិនដឹងថាត្រូវទៅរស់នៅឆ្ងាយអំពីលោកអ្នកដ៏មានគុណនៅក្នុងក្រុងសាវត្ថីអំពីវណ្ណៈថោកទាបនោះឯងទៅនៅជាមួយនឹងមនុស្សមានវណ្ណៈខ្ពង់ខ្ពស់ផ្សេងគ្នាទោះបីជាឪពុកធានាជូនលោកសេដ្ឋីជាមនុស្សល្អក៏នៅតែគិតមិនល្អដែរព្រោះគេធ្លាប់ដឹងហើយថាជួបប្រទះមកហើយអំពីទស្សនភាពនិងភាពម្នះដ៏រឹងត្អឹងរបស់ពួកត្រកូលព្រាហ្មណ៍អាកាសធាតុយប់នោះឯងរងាភួយនោះឯងមួយផ្ទាំងតូចដល់កំសត់របស់គាត់គ្មានប្រយោជន៍សម្រាប់គាត់ទាល់តែសោះអ្នកកំឡោះបានគិតថាការរស់នៅក្នុងខ្ទមដែលត្រជាក់នេះហាក់ដូចជាដេកនៅលើផ្ទាំងតកកក៏ពិតមែននៅលើភ្នំកៃឡាស់ក៏ពិតមែននោះគ្រាន់តែជាការរងាត្រជាក់ត្រឹមតែកាយប៉ុណ្ណេះប៉ុន្តែ
បើនៅក្នុងចិត្តរបស់គេមានអារម្មណ៍ថាកក់ក្ដៅព្រោះថាបានរស់នៅក្បែរអ្នកភូមិត្រកូលវណ្ណៈស្មើគ្នានឹងអ្នកមានគុណទាំងទ្វេចំណែកចេការព្រឹកឡើងរេវតៈក៏លាឪពុកនិងអ្នកម្ដាយថ្វាយបង្គំទៅបម្រើកហបតីទៅដើរតាមពីក្រោយឪពុកទៅកាន់ក្រុងសាវត្ថីខណៈដែលលោកឪពុកអ្នកម្ដាយក៏បាននិយាយទៅកាន់កូនទាំងទឹកភ្នែកថាសូមកូនទៅឲ្យបានសេចក្តីសុខសេចក្តីចម្រើនម្យ៉ាងទៀតណាកូនកុំភ្លេចថាយើងជាត្រកូលចន្ទដៀលដែលទន់ទាបដូច្នេះកូនត្រូវរៀបចំខ្លួននិងតាំងចិត្តបម្រើលោកឲ្យបានល្អចាំសម្ដីឪពុកនិងម្នាក់ម្ដាយត្រូវតែសិក្សាស្វែងយល់អំពីអ្វីដែលនៅជុំវិញខ្លួនជីវិតថ្មីរបស់រេវតៈនៅពេលដែលមកដល់ក្រុងសាវត្ថីមិនបានយូរប៉ុន្មានរេវតៈក៏ជ្រាបច្បាស់លោកសេដ្ឋីជាមនុស្សល្អដោយឪពុកដែលបានពណ៌នាប្រាប់ខ្លួនកាលពីកន្លងទៅហើយពិតមែនក៏ប៉ុន្តែរេវតៈបានស្លៀកសម្លៀកបំពាក់ថ្មីភួយដណ្ដប់ថ្មីនឹងជីវិតគេក៏មានឱកាសបានសិក្សារៀនសូត្រអំពីព្រាហ្មណ៍ម្នាក់ដែលអ្នកជំនាញខាងវេទដែលលោកកហបតីបានជួយមកឲ្យបង្រៀនដោយមិនទុកគេជាក្មេងអ្នកបម្រើនោះឡើយម្យ៉ាងវិញទៀតលោកសេដ្ឋីចាប់ទុកគេជាកូនប្រុសបង្កើតរបស់លោកអញ្ចឹងលោកសេដ្ឋីមានការស្រឡាញ់សន្តោសប្រុសប្រណីអាណិតទៅដល់រេវតៈក៏ដូចជាកូនប្រុសលោករេវតៈឃើញនៅទឹកចិត្តដ៏ល្អម៉ត់ម៉ងដូច្នោះគេសប្បាយចិត្តជាប៉ុនពេកតែមិនភ្លេចម្ដងណាឡើយថាខ្លួនឯងជាត្រកូលចន្ទដៀលមានឋានៈវណ្ណៈនឹងឯងថោកទាបដូច្នោះគេតែងតែត្រៀមខ្លួនរៀបរយខ្លួនទុកជារៀងរហូតនឹងធ្វើទៅដោយសេចក្តីមិនប្រមាទក្នុងការងាររស់នៅផ្សេងដែលជាហេតុធ្វើឲ្យលោកសេដ្ឋីពេញចិត្តនិងអ្នកកំឡោះនោះឯងក៏កាន់តែខ្លាំងឡើងចំណែកក្រោយមកទៀតនោះឯងលោកអវតីជាអ្នកជំនួញនៅក្នុងក្រុងសាវត្ថីក៏បានរៀបចំចេញដំណើរដោយលោកនោះឯងរៀបចំរទេះចំនួន500ដាក់ពោពេញទៅដោយទំនិញផ្សេងនោះឯងទៅលក់ទៅតាមនិគមជនបទស្ទើរតែគ្រប់ទិសទីនៃចម្ពោះនៃទ្វីបទ្រាំតែត្រឡប់មកវិញមកដល់ក្រុងសាវត្ថីម្ដងត្រូវចំណាយពេលរាប់សិបខែលោកអវតីបានមានកូនប្រុសម្នាក់ឈ្មោះថាជ័យសែនអាយុប្រហែលនឹងរេវតៈគេជាមនុស្សចេះស្រឡាញ់និងគោរពរាប់អាននៅមេត្តានិងរេវតៈខ្លាំងណាស់ហើយលោកថែមទាំងមានកូនស្រី2នាក់ម្នាក់នោះឈ្មោះថាកនិកានិងកូនម្នាក់ទៀតជាស្រីពៅឈ្មោះថាលីឡាវតីអ្នកទាំងពីរនោះលោកកហបតីនោះឯងក៏បានរៀបចំទុកដាក់នៅលើប្រាសាទដ៏ខ្ពស់ឆ្កឹមឆ្កៃមួយដែលមានទាស័យអ្នកបម្រើជាប្រចាំឆ្វេងឆ្ដាំក្នុងពិធីបុណ្យធំទើបអនុញ្ញាតឲ្យចុះមកបានតែពេលដែលលោកសេដ្ឋីមិននៅអ្នកទាំងពីរនោះលួចចុះមកខាងក្រោមរហូតព្រោះនាងជាកហបតីនេះជាមេត្តាមិនបានគោរពតាមគោលការណ៍របស់សេដ្ឋីនោះឡើយគ្រាមួយនោះឯងលោកកហបតីមិននៅដោយទៅជួញដូរនៅឯនិគមជនបទនោះអស់រយៈកាលប្រមាណ2ខែទើបត្រឡប់មកស្រុកសាវត្ថីវិញម្ដងដោយលោកបានណែនាំឲ្យជ័យសេនជាកូនប្រុសច្បងនោះឯងទៅជាមួយដើម្បីឃើញការលក់ដូរសិក្សាស្វែងយល់អំពីការលក់ចេញទិញចូលអំពីអាជីវកម្មរបស់ខ្លួនដើម្បីឲ្យបានស្គាល់អំពីអ្នកស្រុកអ្នកភូមិនិគមផ្សេងគ្នាបរិបទជុំវិញព្រមទាំងឲ្យមានចំណេះដឹងកាន់តែទូលំទូលាយក្នុងការប្រកបអាកប្បកិរិយាប្រកបអាជីវកម្មអ្នកជំនួញនៅក្នុងថ្ងៃក្រោយពេលដែលលោកកហបតីនោះឯងមិននៅនាងកហបតីនេះដែលជាមេដានៅឯផ្ទះនោះបានឱកាសល្អនេះហើយក៏នាំកូនស្រីនោះឯងទៅដើរលេង
ต่อตามនៅឧឈានសួននៅតាមទីប្រជុំជននានាជួនកាលក៏នាំកូននោះឯងទៅលេងទៅដល់ស្ទឹងអចិរបតីទៀតផងក្នុងវេលាកាលនោះឯងរេវតៈជាក្មេងកំឡោះដែលគួរឲ្យអាណិតបានប្រទះរឿងទុក្ខលំបាកម្ដងទៀតដោយនាងកាលិកាជាកូនស្រីបានសម្លឹងងាយដោយក្រសែភ្នែករើសអើងមិនពេញចិត្តពេលនោះឯងគេមានអារម្មណ៍មិនសប្បាយចិត្តទាល់តែសោះគេក៏គិតអំពីកំហុសរបស់ខ្លួនថាធ្វើអ្វីខុសហើយទើបធ្វើឲ្យអ្នកនាងសម្លឹងយ៉ាងដូចនេះអ្នកកំឡោះងាកមុខចេញហើយក៏ពិចារណាខ្លួនយ៉ាងល្អិតល្អន់ទើបបានឃើញខ្លួនឯងមិនបានធ្វើអ្វីខុសនោះទេគឺតាមទទួលនេតិអ្វីដែលខ្លួនត្រូវធ្វើមិនដែលធ្វេសប្រហែសមួយនេតិណាឡើយអាកប្បកិរិយារបស់គេក៏សម្រួមបានល្អនិងមានការអប់រំព្រានប្រដៅល្អទៀតផងក៏ប៉ុន្តែដើម្បីជាការមិនប្រមាថរេវតៈបានយកចិត្តទុកដាក់ធ្វើការងារទៅតាមតួនាទីនិងរៀបចំអាកប្បកិរិយានោះឯងឲ្យល្អប្រសើរឡើងថែមទៀតទោះជាអ្នកកំឡោះខំធ្វើការប្រឹងប្រែងបដិបត្តិយ៉ាងណាក៏អ្នកទាំងពីរនៅតែមានអកិរិយាមិនផ្លាស់ប្ដូរតែងតែមើលទៅដោយខ្សែភ្នែកនោះឯងរើសអើងស្អប់ខ្ពើមថ្ងៃមួយខណៈដែលរេវតៈកំពុងតែជូតផ្ទះដោយសពមួយដងនាងកនិកាដែលជាកូនស្រីបានដើរប្រទះឃើញទៅឲ្យចាយដន់លុះឃើញហើយនាងក៏ប្រញាប់លើកជាយក្រមាច្បងច្បៃនោះឯងយកមកបិទមុខបិទមាត់បឹកចិញ្ចើមដោយអាការៈស្អប់ខ្ពើមងាយជាខ្លាំងចំណែកក្រោយពេលនោះមកទៅទៀតនោះឯងគេក៏បានស្ដាប់អ្នកម្ដាយនិងកូនស្រីនៅក្នុងបន្ទប់និយាយគ្នាថាម៉ែពេលណាទើបមនុស្សចន្ទដៀលចាក់ចេញអំពីផ្ទះយើងនាងព្រាហ្មណីពោលថាមែនហើយកូនម៉ែក៏កំពុងតែគិតពិចារណាថានឹងត្រូវធ្វើយ៉ាងណាដើម្បីកម្ចាត់នៅអាក្មេងត្រកូលថោកទាបឲ្យចេញពីផ្ទះយើងឲ្យទាល់តែបានម៉ែអត់ធ្មត់នឹងការមាក់ងាយមនុស្សកាលកណីទៅទៀតមិនបានទេឬដូច្នោះហើយកូនស្រីនោះក៏និយាយថាកូនមិនដឹងថាលោកពុកព្រមលះបង់កិត្តិយសកេរ្តិ៍ឈ្មោះត្រកូលវណ្ណៈព្រាហ្មណ៍របស់យើងដែលជាវណ្ណៈដ៏ស័ក្តិសិទ្ធិទៅទទួលយកกับមនុស្សចង្រៃត្រកូលអន់ថោកដោយរបៀបនេះបានយ៉ាងណាឲ្យចូលមករស់នៅក្នុងផ្ទះរបស់យើងកើតគាត់ក៏មិនខ្លាចផ្ទះរបស់យើងក៏ក្រិចអបប្រមាណគោលទេឬបន្ទាប់អំពីពិភាក្សាគ្នារួចហើយក៏និយាយដដែលថាម៉ែមិនជ្រាបច្បាស់ដែរថាគាត់នឹងធ្វើយ៉ាងនេះហាក់បីដូចជាវណ្ណៈព្រាហ្មណ៍សាបសូន្យអស់អំពីចម្ពោះនៃទ្វីបអញ្ចឹងហើយតែប្រសិនបើគាត់នៅធ្វើទាំងចចេះរឹងរូសយ៉ាងដូច្នោះតទៅទៀតនោះម៉ែអត់មានមុខមាត់អ្វីនឹងទៅជួបសាច់ញាតិនៅក្នុងក្រុងសាវត្ថីរបស់យើងនោះទេដូច្នេះគ្រាន់តែឮពាក្យសម្ដីប៉ុណ្ណេះរេវតៈក៏ដឹងច្បាស់ថាកាលដែលអ្នកទាំងពីរសម្ដែងអកប្បកិរិយាអាការៈមិនពេញចិត្តពីមុននោះមិនមែនខ្លួនឯងប្រព្រឹត្តទង្វើខុសឬក៏អកប្បកិរិយាមិនល្អកន្លែងណាទេក៏ប៉ុន្តែដោយសារតែខ្លួនឯងជាវណ្ណៈថោកទាបគឺត្រកូលចន្ទដៀលទេតាមិនមែនព្រោះថាការធ្វេសប្រហែសកតបកិរិយាកតបកិច្ចអ្វីមួយឡើយហេតុដូច្នេះហើយទើបមិនមានផ្លូវណាមួយដែលអាចដោះស្រាយក្រៅអំពីសេចក្តីស្លាប់រេវតៈក៏គិតក្នុងចិត្តរួចហើយក៏ថាបើសិនជាស្លាប់ទៅក្នុងចិត្តនេះសូមឲ្យទៅកើតក្នុងត្រកូលព្រាហ្មណ៍បើមិនដូច្នោះទេនឹងត្រូវចាកចេញអំពីផ្ទះរបស់គេដើម្បីសមតាមបំណងរបស់សេដ្ឋីនេះនិងកូនស្រីទោះបីជាត្រូវបង្ខំចិត្តយ៉ាងណាយ៉ាងធ្ងន់ធ្ងរប្រហែលនឹងអ្នកបម្រើខំប្រឹងធ្វើការយ៉ាងណាក៏មិនអាចទ្រាំបាននឹងការមាក់ងាយមើលថោកអំពីអ្នកទាំងពីរបានឡើយឪពុកម្ដាយគេក៏ធ្លាប់លំបាករួចទៅហើយប៉ុន្តែអ្វីដែលរងគ្រោះបំផុតនោះឯង
គឺការជេរប្រមាថមើងងាយមើលថោកនឹងឯងថ្មេះតេះដៀលសុទ្ធសឹងតែជាពាក្យលំបាកអត់ធន់ជាទីបំផុតនៅថ្ងៃមួយនោះឪពុករបស់គេនោះឯងក៏បានមកលេងក៏និយាយរឿងទុកឲ្យលំបាកទាំងប៉ុន្មានឲ្យលោកឪពុកនោះឯងបានដឹងដើម្បីនឹងសុំត្រឡប់ទៅរស់នៅក្នុងផ្ទះរបស់យើងនៅឯជាយក្រុងនោះវិញតែត្រូវលោកឪពុកហាមឃាត់ថាចូលកូនអត់ធន់សិនចោះទៅឧស្សាហ៍ធ្វើអំពើល្អប្រសិនបើកូនធ្វើអំពើល្អហើយអំពើល្អនោះអាចយកឈ្នះចិត្តគេបានប្រសិនបើកូនទ្រាំមិនបានកូនត្រូវចាំថាលោកអាវតីត្រឡប់មកវិញសិនចាំកូនជំរាបលាដើម្បីត្រឡប់ទៅផ្ទះយើងវិញណាកូនក៏លឺដូច្នោះហើយការដែលបានលងពីឪពុករេវតៈក៏ត្រូវបង្ខំចិត្តរស់នៅតទៅទៀតទៅតាមការអង្វរកស្នើសុំរបស់លោកឪពុកមុនពេលចូលសម្រានគេតែសូត្រធម៌ភាវនាទៅដល់ព្រះសេវកជាអង្គម្ចាស់ដើម្បីជំរុញចិត្តរបស់លោកអហបតីសិទ្ធិនេះឲ្យឆាប់ត្រឡប់មកវិញសូមព្រះជាម្ចាស់ដែលនៅឋានសួគ៌កាលបើបានលើពាក្យបួងសួងរបស់ខ្ញុំដែលទូលហើយសូមឲ្យពាក្យនេះជ្រាបទៅដល់បេះដូងរបស់សិទ្ធិដើម្បីឲ្យគាត់ត្រឡប់មកផ្ទះវិញផងចុះចំណេចេមិនយូរប៉ុន្មានលោកសិទ្ធិនេះក៏ត្រឡប់មកវិញឯនាងព្រាហ្មណីនិងនាងកនិកាបើបានដឹងថាលោកសិទ្ធិត្រឡប់មកដូច្នោះបែរជាធ្វើសេចក្តីល្អធ្វើការស្រឡាញ់រាប់អានអាណិតរេវតៈដូចដែលលោកសិទ្ធិនៅពីពេលមុនដែរចំពោះរេវតៈពីរអ្នកម៉ែនិងកូនសនសម្ដែងមានមេត្តាប្រោះប្រណីដល់រេវតៈយ៉ាងពេញមុខពេញមាត់រេវតៈក៏ដឹងច្បាស់ថាទាំងអស់នេះគេធ្វើដើម្បីគាប់ចិត្តគាប់ថ្លើមសិទ្ធិនេះទាំងអស់នេះដើម្បីផ្គាប់ចិត្តលោកសិទ្ធិគ្រប់ពេលដែលឲ្យតែលោកសិទ្ធិនៅផ្ទះមានរេវតៈមានសេចក្តីសុខស្ទើរតែភ្លេចនៅសេចក្តីទុក្ខកង្វល់អស់ហើយប៉ុន្តែមិនយូរប៉ុន្មានសិទ្ធិក៏បានចាក់ចែងទៅជួញដូរសារជាថ្មីពេលនោះឯងសិទ្ធិចេញទៅធ្វើចំនួនដូច្នោះរេវតៈនៅឯផ្ទះនេះទទួលបានការមាក់ងាយអំពីព្រាហ្មណីថាឯងចេះធ្វើល្អណាស់អាមនុស្សថោកទាបការដែលឯងមិនបានប្រាប់ស្វាមីរបស់អញឲ្យដឹងអំពីព័ត៌មាននេះកុំគិតថាយើងនឹងឯងអាណិតស្រឡាញ់អបអរឲ្យឯងត្រកូលថោកទាបប៉ុន្តែទោះបីជាឯងប្រាប់គាត់ក៏ប្រហែលជាគាត់មិនជឿដែរដូច្នេះចាប់តាំងអំពីពេលនេះតទៅឯងនោះឯងក៏ត្រូវទៅរស់នៅក្នុងខ្ទមខាងក្រោយប្រាសាទរបស់អញអត់ទ្រាំនឹងមនុស្សកាលកណីដូចឯងនេះយូរណាស់មកហើយក៏ឆាប់ចាក់ចេញអំពីផ្ទះអញទៅនៅក្នុងខ្ទមខាងក្រោយបាត់ទៅរឿងរាល់យប់នៅក្នុងខ្ទមដ៏តូចនោះរេវតៈតែងតែរងាដូចជាកូនសត្វកំព្រាឥតមេបារកអ្វីព្រៀបផ្ទឹមពុំបានឡើយម្យ៉ាងទៀតគេក៏ទទួលភារៈឲ្យធ្វើការងារនៅក្នុងសួនច្បារដូចជារែកទឹកស្រោចដំណាំដាំដើមឈើជំរះស្មៅនិងច្រូចដីជាដើមជាប្រចាំជាធម្មតារាល់ការងារនីមួយនាងព្រាហ្មណីប្រគល់តួនាទីឲ្យអ្នកបម្រើធ្វើតែម្នាក់ប៉ុណ្ណោះដើម្បីធ្វើចំណែកឲ្យពេលនេះឯងមានអ្នកត្រួតពិនិត្យខុសត្រូវនៅលើរេវតៈជារៀងរាល់ព្រឹកហើយពេលល្ងាចនោះឯងមានអ្នកបម្រើយកអាហារទៅឲ្យពេលនោះអាហារទៀតសោតមិនមានអ្វីក្រៅអំពីបាយចុងអង្ករនិងទឹកជ្រក់នោះឡើយអាការលំបាកនេះគេមានអារម្មណ៍ថាសប្បាយចិត្តជាខ្លាំងជាប៉ុនពេកចាជាងការរស់នៅក្នុងផ្ទះជាមួយនឹងសិទ្ធិនេះជាមួយនឹងកូនស្រីដែលមានចិត្តអន្តរថ័យព្រោះមិនបានលឺសំឡេងមាក់ងាយនឹងពាក្យត្រគោះបោះបោកខ្សែភ្នែកសម្លឹងទៅដោយភាពសាហាវខូខើស្អប់ពើមម្យ៉ាងវិញទៀតកាលដែលនៅម្នាក់ឯងស្ងប់ស្ងាត់បែបនេះក៏ត្រូវនឹងអព្យាស្រ័យរបស់គេដែរព្រោះកាលដែលនៅក្នុងស្រុកស្រែគាត់ក៏ចូលចិត្តនៅម្នាក់ឯងទៅដោយមានឱកាសនៅជាមួយនឹងឪពុកម្ដាយជាធម្មតាតែពេលព្រឹកនឹងល្ងាចយកតែប៉ុណ្ណោះ
នៅឯព្រឹកថ្ងៃមួយនោះគេទៅក្នុងព្រៃជាមួយនឹងគោមិត្តភ័ក្តិបាត់ទៅចាន់ដៀលដូចគ្នាទៅកងវាលគោល្ងាចឡើងកាលណាបានត្រឡប់មកផ្ទះវិញជាមួយនឹងសត្វគោដែលរស់នៅក្នុងខ្ទមនោះនឹងអព្យាស្រ័យដែលហាក់បីដូចជាមានភាពសប្បាយរីករាយក្នុងខ្លួនរបស់គេជាពន់ពេកអ្នកមានបំណងល្អក្នុងចំណុចទី3និយាយអំពីអ្នកដែលមានបំណងល្អថ្ងៃមួយនោះរេវតៈបង្ខំចិត្តជំរះស្មៅនៅក្នុងសួននោះឯងរហូតល្ងាចគ្រានោះឯងគេក៏មានអារម្មណ៍ថាហត់នឿយអស់កម្លាំងជាពន់ពេកជាមួយសពដងទើបតាំងចិត្តថានៅពេលដែលទៅដល់ខ្ទមនឹងងុយទឹករួចប្រញាប់ចោសម្រាកសម្រានគិតដូច្នោះហើយគេក៏លើកចប់នោះឯងត្រឡប់ទៅខ្ទមរបស់គេវិញលុះទៅដល់ហើយគ្រាន់តែបានឈានជើងឡើងទៅលើខ្ទមគេក៏ក្រឡេកមើលក៏ឃើញនៅបង្វិចមួយដែលមាននៅក្នុងខ្ទមរបស់គេឃើញដូច្នោះហើយគេក៏ប្រញាប់ស្រាយបង្វិចនោះមើលទៅដោយព្យាបភ្ញាក់ផ្អើលខ្លាំងពន់ពេកការស្រាយបង្វិចនោះបណ្ដានឹកក្នុងចិត្តបណ្ដាថានេះជាស្អីទៅណគេក៏ស្រាយបណ្ដងបន្តិចម្ដងបន្តិចរួចហើយក៏យកសម្ពុតដែលរុំខ្ចប់នោះចេញទាំងដៃញញីញញ័រពោពេញទៅដោយសេចក្តីរំភើបជាពន់ពេកនៅទីបំផុតវត្ថុដែលនៅខាងក្នុងក៏បានលេចឡើងភ្លាមនោះរេវតៈឃើញផ្លែស្វាយទុំនោះឯង3ផ្លែមានបាយជាដុំនឹងសាច់គោបន្ទះដែលហៀកជៀនយ៉ាងល្អប្រណិតហើយក៏សម្បត្តិមួយដែលមានសេចក្តីនៅក្នុងសម្បត្តិនោះថារេវតៈខ្ញុំដឹងច្បាស់ថាអ្នកកំពុងតែនៅក្នុងភាពមហន្តរាយព្រោះអ្នកនាងព្រាហ្មណីនិងនាងកន្និកាក៏តែងតែបៀតបៀនមើលងាយមើលថោកគេទាំងពីរធ្វើមកលើអ្នកយ៉ាងទារុណកម្មប្រៃផ្សាយដូច្នេះខ្ញុំឃើញហើយនៅឈ្ងៀមបន្តទៀតមិនបានទេទើបសម្រេចចិត្តថានឹងជូនតាមតែអាចជួយបានអ្នកត្រូវដឹងថាចាប់តាំងពីពេលនេះទៅអ្នកនឹងមានមិត្តដែលមានបំណងល្អនៅក្បែររងចាំជួយចូលទទួលរបស់បន្តិចបន្តួចដែលខ្ញុំបានមកផ្ញើអ្នកនេះផងទៅចុះរេវតៈបានអានសម្បត្តិចប់សពគ្រប់ហើយលុះមានសេចក្តីអំភើបដោយមិននឹកស្មានឡើយថាអ្នកមានបំណងល្អតើគេជានរណាទៅណបានផ្ញើសម្បត្តិនឹងរបស់នេះមកឲ្យខ្ញុំគេសប្បាយចិត្តនិងរំភើបចិត្តជាខ្លាំងហើយក៏សង្ស័យដែរឯការសង្ស័យនោះទៀតសោតក៏បានធ្វើឲ្យអ្នកកំឡោះភ្លេចនៅការហត់នឿយអស់រលីងគេមិនចង់ជឿសោះថាតើនរណាទៅនៅក្នុងផ្ទះនេះជាអ្នកផ្ញើឲ្យខ្លួនដូច្នោះព្រោះដូច្នោះមនុស្សគ្រប់គ្នាសុទ្ធតែមិនចូលចិត្តគេទាំងអស់ក្រៅអំពីកហបតីនិងជ័យសែនដែលជាកូនប្រុសប៉ុន្តែឥឡូវនេះតើអ្នកទាំងពីរនោះបានចាក់ចេញទៅធ្វើជំនួញនៅឯស្រុកឆ្ងាយបាត់អស់ទៅហើយបើដូច្នោះតើនរណាទៅណរេវតៈគិតសញ្ជឹងសម្លឹងមើលអាហារនិងសម្បត្តិដោយសេចក្តីស្រេកឃ្លានបំផុតប៉ុន្តែនៅក្នុងពេលនោះដែរគេនៅមានសេចក្តីសង្ស័យថាអាហារទាំងអស់នេះអាចនឹងមិនបរិសុទ្ធព្រោះក្រែងមាននរណាម្នាក់មានបំណងមិនល្អមកលើរូបគេទៅដោយយកអាហារដែលលាយទៅដោយថ្នាំពុលមកសម្លាប់គេគិតហើយរេវតៈក៏យកអាហារទាំងអស់នោះទៅដាក់ទុកនៅក្នុងកញ្ចប់ដូចដើមហើយក៏ដេកគិតទៅទៀតថាតើអ្នកមានបំណងល្អគឺជានរណារេវតៈសញ្ជឹងគិតម្ដងហើយម្ដងទៀតនៅតែមិនអស់អាល័យប៉ុន្តែក៏នៅតែមិនដឹងច្បាស់នៅទីបំផុតនោះក៏ដេកលក់ព្រោះការអស់កម្លាំងហត់នឿយហេវផងអីផងក៏លក់បាត់ទៅនៅក្នុងថ្ងៃនោះព្រឹកស្អែកឡើងរេវតៈដែលបានឃើញទាស័យយកអាហារមកឲ្យក៏ស្រែកសួរថាបងស្រីរេវតៈក៏ស្រែកសួរអ្នក
ទាស័យដែលយកបាយនោះមកឲ្យថាល្ងាចមិញនេះបងជាអ្នកនាំយកនៅអាហារមកផ្ញើខ្ញុំជាប្រកដីឬទាស័យឆ្លើយថាមិនបានមកទេព្រោះខ្ញុំនោះឯងកំពុងតែជាប់រវល់ដងទឹកនៅឯស្ទឹងអចិរតៃជាមួយនឹងទាស័យទាំងឡាយលុះត្រឡប់មកផ្ទះវិញក៏ងងឹតបាត់អស់ទៅហើយរេវតៈឮដូច្នោះមានការងើយឆ្ងល់ជាខ្លាំងបើដូច្នោះតើនរណាទៅជាអ្នកយកនៅកញ្ចប់អាហារមកឲ្យខ្ញុំរេវតៈក៏យកកញ្ចប់បាយអាហារនោះឲ្យនាងទាស័យមើលពេលនោះទាស័យមានអាកប្បកិរិយាគួរឲ្យសង្ស័យហើយក៏បានឆ្លើយថាខ្ញុំមិនដឹងទេមិនបានដឹងនៅថាតើជារបស់នរណាទាស័យប្រកែកម្ដងជាពីរដងរេវតៈចង្អុលហើយអង្គុយឲ្យនាងឃើញទាស័យសម្ដែងសេចក្តីចាប់អារម្មណ៍យ៉ាងពិតប្រាកដដែលធ្វើឲ្យរេវតៈជឿថានាងប្រកាសជាដឹងហេតុភេទអ្នកជាមិនខានលុះនិយាយគ្នារួចហើយទាស័យក៏ប្រញាប់ត្រឡប់ទៅទទួលអាហារវិញទៅឯរេវតៈនោះឯងទៅធ្វើការទៅតាមតួនាទីរបស់ខ្លួនហើយគេនោះឯងក៏មិនបានភ្លេចនៅសម្បត្តិដ៏ចម្លែកថាតើនរណាគេជាអ្នកមានបំណងល្អចំពោះខ្លួនគេចម្លែកចិត្តម្ដងហើយម្ដងទៀតនៅពេលដែលបានឮសំឡេងនៅពេលដែលបានឃើញកញ្ចប់ចម្លែកម្ដងជាពីរដងបន្ទាប់មកគេក៏ឃើញសម្ពត់ថ្មីមួយផ្ទាំងដែលមានសាច់នោះឯងល្អម៉ត់ម៉ងនិងជាសម្ពត់ដែលមានតម្លៃជាពន់ពេកដែលនៅឯដែនកែវសីនោះឯងបានមានដែលនោះទាល់តែសោះអ្នកមានស្ដុកស្ដំប៉ុណ្ណោះទើបអាចមានលទ្ធភាពប្រើរបស់ទាំងអស់នោះបានក្រៅអំពីសម្ពត់នោះនៅមានបាយសំណុំសាច់យ៉ាងល្អប្រណិតគួរជាទីបរិភោគជាខ្លាំងនិងមានសម្បត្តិមួយច្បាប់ទៀតដូចសពមួយដងដែលមានសេចក្តីថារេវតៈខ្ញុំមានអារម្មណ៍សោកស្ដាយដែលអ្នកមិនបានបរិភោគនៅអាហារដែលខ្ញុំឲ្យអ្នកខ្ញុំគិតថាអ្នកនឹងរង្គៀសចិត្តយ៉ាងពិតប្រាកដប៉ុន្តែមិនអីទេបើទោះបីជាអ្នករង្គៀសចិត្តក៏ដោយខ្ញុំក៏មិនជាអ្វីដែរប៉ុន្តែខ្ញុំពេញចិត្តនឹងឲ្យរបស់នេះទៅដល់អ្នកណាស់ចូលអ្នកទទួលសម្ពុតមួយផ្ទាំងនេះទៀតទៅព្រោះខ្ញុំមានអារម្មណ៍ថាអាណិតអាសូរអ្នកនៅពេលដែលឃើញអ្នកមានសម្ពុតរបស់អ្នកនោះឯងរហែកដាច់រយាកស្លៀកជាប់ខ្លួនអ្នកប្រើប្រាស់វាឬក៏រក្សាទុកក៏ស្រេចតែអ្នកផងទៅចុះគ្រាន់តែអានសម្បត្តិនេះចប់ហើយរេបតៈឆ្ងល់ថាយីនរណាគេណោគ្រាន់តែមិនបរិភោគរបស់ទាំងនោះក៏អ្នកមានបំណងល្អដឹងរេវតៈបានគិតសញ្ជឹងទៀតថាមានតែទាស័យទេដែលដឹងថាតើអ្នកមានបំណងល្អជានរណារេវតៈព្យាយាមពិនិត្យការប៉ັດនាងទាស័យប៉ុន្តែនាងប្រកែកបដិសេធម្ដងជាពីរដងជារៀងរាល់លើកចាប់ពីពេលនេះទៅអ្នកមានបំណងល្អក៏យកចិត្តទុកដាក់និងជួយសង្គ្រោះរេវតៈជារឿយៗឯរេវតៈនោះឯងក៏មានការសម្លែកក្នុងចិត្តព្រោះគិតថានឹងនៅទីស្ងាត់នេះគេក៏នឹងមិនមានមិត្តស្អាតកំបាំងម្នាក់ផងដែរភ្ញៀវក្នុងវេលាកាលថ្ងៃមួយនោះរេវតៈក្នុងថ្ងៃនោះជាថ្ងៃពេញបរមីខែពិសាខព្រះអាទិត្យនិនក៏រៀបអស់នឹងស្ដង់គុតទៅហើយមិនយូរប៉ុន្មានព្រះច័ន្ទពេញវងក៏រះឡើងដើម្បីបញ្ចាំងរស្មីមកលើដែនពុសធាពោចម្ពូទ្វីបទាំងមូលគ្រានោះដែរកំឡោះអង្គុយសញ្ជឹងគិតនៅម្ដុំមាត់ស្រះតែម្នាក់ឯងទៅដោយភាពឯកោរីត្រីដ៏ស្ងប់ស្ងាត់ដើម្បីស្រស់ស្រូបស្រង់យកខ្យល់បរិយាកាសដ៏ល្អទៅដោយអមទៅដោយក្លិនដ៏ក្រអូបនៃផ្កាទាំងឡាយមានផ្កាម្លិះផ្កាក្រវាញផ្កាណាគ្រីជាដើមផ្ការំជែកនោះឯងមិនតែប៉ុណ្ណោះក៏បានឮនៅសំឡេងដ៏អន្លង់អន្លោចដែលប្រគំទៅដោយនាងកលិកាទាំងឡាយដែលឮម្ដងមកការចេញអំពីមាត់ស្រះដែលផាត់តាមវាយោ
សំឡេងភ្លេងដែលធ្វើឲ្យអ្នកកំឡោះនោះសប្បាយរីករាយនឹងបាត់នៅអស់ទុក្ខកង្វល់ដែលឮតាមសំឡេងវាយោរផ្សាត់ផាត់មកប៉ះត្រចៀករបស់ខ្លួនអាការនឿយហត់ទាំងប៉ុន្មានក៏រសាត់បាត់អស់ជាមួយគ្នាផងដែរបេះដូងរបស់គេនៅពេលនោះឯងបែរជាពោពេញទៅដោយសេចក្តីទុក្ខទៅវិញគេក្រឡេកមើលទៅព្រះច័ន្ទដែលកំពុងតែអណ្ដែតខ្លួននៅលើដែនពុសធាអាកាសវេហាកាលណាក៏គិតអំពីរឿងអតីតកន្លងមកគិតទៅដល់លោកឪពុកនិងអ្នកម្ដាយគិតទៅដល់សត្វគោគិតទៅដល់មាត់ស្ទឹងអជវតីដែលខ្លួននោះឯងធ្លាប់មានអនុស្សាវរីយ៍គិតទៅដល់ក្មេងវណ្ណៈត្រកូលច័ន្ទដៀលដូចគ្នាតែអ្វីដែលធ្វើឲ្យអ្នកកំឡោះនោះមិនអាចបំភ្លេចបានគឺការរស់នៅក្បែរដើមទ្រូងរបស់អ្នកមានគុណទាំងទ្វេដែលជាទីកក់ក្ដៅពុំមានកន្លែងណាដែលអាចប្រៀបផ្ទឹមបានអ្នកកំឡោះនោះបានអណ្ដែតអារម្មណ៍នៅតាមការនឿយណាយបណ្ដែតអារម្មណ៍រឿយដូចជាដុំពពកដែលកំពុងតែរសាត់អណ្ដែតទៅកាត់វងព្រះច័ន្ទអញ្ចឹងដែរអ្នកកំឡោះនោះក៏អង្គុយគិតផ្លេចខ្លួនមិនយូរប៉ុន្មានក្នុងវេលាភ្ញាក់ព្រឺតឡើងដោយសារតែខ្លួនឯងបានឮសំឡេងមួយយ៉ាងអន្លួចថារេវតៈនេះលោកមែនទេឬនៅពេលនោះដែរបានលើគេសួរដូច្នោះហើយអ្នកកំឡោះនោះក៏បានងាកមុខមកតាមសំឡេងដែលខ្លួនបានឮមួយរំពេចនោះក៏ស្រាប់តែបានឃើញស្ត្រីម្នាក់ដែលទូសម្ពុតកំពុងតែដើរចូលមកទៅដោយសេចក្តីភ្ញាក់ផ្អើលជាពន់ពេកចម្លែកនៅក្នុងចិត្តគេក៏តក់ស្លុតក្រោកឡើងសម្លឹងមើលយ៉ាងប្រុងប្រយ័ត្នទៅដោយសេចក្តីមិនធ្វេសប្រហែសព្រោះមិនដែលដឹងថាអ្នកនេះជាមនុស្សពិតឬក៏ជាខ្មោចព្រាយបិសាចនោះឡើយបុគ្គលដោយចម្លែកនេះបានមកឈរចំពីមុខរបស់រេវតៈហើយនិយាយដោយសំឡេងស្រាលថាអ្នកប្រហែលជាចម្លែកក្នុងចិត្តណាស់ហើយមើលទៅខ្ញុំមិនមែនជាបិសាចមិនមែនជាខ្មោចគួរឲ្យខ្លាចនោះទេសំឡេងនោះជាសំឡេងដ៏តូចស្រទន់គួរឲ្យចង់ស្ដាប់គ្រាន់តែឮសំឡេងដូច្នោះហើយរេវតៈមានការតក់ស្លុតជាខ្លាំងដោយមិនដឹងថាសំឡេងនេះជាសំឡេងនរណាហើយមកពីណាហេតុអ្វីបានជាមកអង្គុយកន្លែងខ្លួនទាំងយប់អញ្ចឹងខណៈនោះនារីម្នាក់នោះបាននិយាយថាតើអ្នកចាំខ្ញុំមិនបានទេឬលុះនាងបាននិយាយហើយចាប់ទាញសម្ពុតដែលឃុំមុខចេញម្ដងបន្តិចរហូតឃើញផ្ទៃមុខដ៏ស្រស់ស្អាតដែលស្ថិតនៅក្រោមពន្លឺព្រះច័ន្ទនៅពេលនោះឯងដែលឃើញហើយអ្នកកំឡោះក៏បានសួរដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ថាសេចក្តីភ្ញាក់ផ្អើលព្រោះមនុស្សចម្លែកនេះមិនមែនជាអ្នកដតីឯណាគឺជាលីឡាវតីទេតើដែលជាកូនស្រីពៅរបស់កហបតីនោះឯងគេក៏បានសួរទាំងអារម្មណ៍រំភើបនិងប្រុងប្រយ័ត្នថាលីឡាវតីតើនេះឬជាលីឡាវតីបន្ទាប់អំពីឮរេវតៈសួរដូច្នោះហើយនាងក៏បានឆ្លើយថាត្រូវហើយគឺខ្ញុំកុំហៅខ្ញុំឮខ្លាំងពេកឥឡូវនេះអ្នកបានស្គាល់ខ្ញុំហើយនាងបានហាមដូច្នោះហើយរួចក៏ទាញសម្ពុតបិទមុខដូចដើមវិញទៅរេវតៈក៏បានសួរថាតើនាងមកទីនេះធ្វើអ្វីទាំងយប់អាធ្រាត្រដូច្នោះនាងក៏បានឆ្លើយមកវិញទៅដោយលេងសើចថាមកលេងអ្នកនឹងអើយរេវតៈឮដូច្នោះក៏មានសេចក្តីសម្លែកនៅក្នុងចិត្តជាពន់ពេកអូអ្នកមិនលេងខ្ញុំអញ្ចឹងមែនឬរេវតៈមានការចម្លែកក្នុងចិត្តវណ្ណៈព្រាមខ្ពង់ខ្ពស់តើអ្នកមកលេងខ្ញុំជាក្មេងត្រកូលចន្ទដៀលជាមនុស្សទន់ទាបបានដែរឬតើខ្ញុំយល់សុបិនទេឬក៏យ៉ាងណាអ្នកមិនបានយល់សុបិនទេនៅពេលនោះឯងលីឡាវតីក៏បានឆ្លើយទៅដោយសេចក្តីពេញចិត្តអ្នកមិនបានយល់សុបិនឬក៏អ្វីនោះទេអ្នកនៅមានសតិបរិបូរណ៍នៅឡើយខ្ញុំមកលេងអ្នកពិតប្រាកដមែនកុំនិយាយទៀតអីមកអង្គុយនិយាយគ្នាលេងល្អជាងលីឡាវតីនិយាយបណ្ដើចាប់ទាញដៃគេឲ្យអង្គុយចុះបណ្ដើឃើញដូច្នោះរេវតៈថយក្រោយហើយនិយាយទាំងអួលអាក់ថាក
កុំអ្នកនាងចូលនាងកុំផ្លេចថាខ្ញុំត្រឹមជាត្រកូលវណ្ណៈថោកទាបគួរជាទីស្អប់ខ្ពើមមើងងាយត្រកូលចន្ទដៀលកុំធ្វើឲ្យសេរីសួស្តីមង្គលត្រកូលដ៏ខ្ពង់ខ្ពស់ព្រាមរបស់អ្នកធ្លាក់ចុះព្រោះតែខ្ញុំឲ្យសោះរេវតៈនេះកាន់តែផ្ដេសផ្ដាស់ហើយអ្នកនាងលីឡាវតីបានប្រាប់នាងនិយាយបណ្ដើអង្គុយនៅលើដុំថ្មនៅមាត់ស្រះបណ្ដើចំណែកអរេវតៈនឹងឈរឈ្ងៀមហាក់ដូចជាឈរផ្លឹកចំពោះការបង្ហាញខ្លួនរបស់លីឡាវតីដូច្នោះដែរមួយសន្ទុះក្រោយមកទើបគេដឹងគេរកកន្លែងអង្គុយរៀងខ្លួនបន្ទាប់អំពីស្ងប់ស្ងាត់អស់រយៈកាលយូរទៅពេលលីឡាវតីពោលថារេវតៈតើអ្នកមានអារម្មណ៍ធម្មតាហើយឬតើអ្នកជឿហើយឬថាខ្ញុំមកលេងអ្នកពិតប្រាកដមែនលោះអ្នកកំឡោះចន្ទដៀលរេវតៈមិនទាន់ឆ្លើយតបដោយសារតែធ្វើចិត្តមិនទាន់បានឯនាងក៏ចេះតែនិយាយពីនេះពីនោះជារឿយថាខ្ញុំមានអារម្មណ៍ថាអាណិតអ្នកណាស់រេវតៈនៅពេលដែលអ្នកត្រូវមានដាបបងស្រីរបស់ខ្ញុំបៀតបៀនខ្ញុំបានគិតរកមធ្យោបាយដើម្បីជួយអ្នកតាំងតែពីយូរណាស់មកហើយក៏ប៉ុន្តែมันអាចរកវិធីណាមួយក្រៅអំពីជួយលាក់លៀមនេះតែប៉ុណ្ណោះទេដោយខ្លាចអ្នកទាំងពីរធ្វើបាបអ្នកថែមទៀតថ្ងៃមុនខ្ញុំបានផ្ញើអាហារនិងគ្រឿងស្លៀកពាក់តាមទាស័យមកឲ្យ 3-4 ដងហើយសង្ឃឹមថាអ្នកនឹងទទួលយកគ្រាន់តែបាននិយាយប៉ុណ្ណោះនាងក៏ងាកទៅមើលធម្មជាតិនៅជុំវិញខ្លួនទឹកស្រះវិញកាលបើត្រូវព្រះព្រាយបកផាត់មកប៉ះបន្តិចមើលទៅឃើញមានពន្លឺព្រិចហាក់បីដូចជាដុំពេជ្រដែលផុសចេញអំពីផ្ទៃទឹកខណៈដែលព្រះច័ន្ទក៏ភ្លឺកាន់តែច្បាស់ដូច្នោះទន្ទឹមនឹងនោះក៏មានក្លិនក្រអូបផ្កាទាំងឡាយមានផ្កាក្រវាញផ្កាម្លិះផ្កាណាគ្រីជាដើមដែលធ្វើឲ្យលីឡាវតីលងនឹងសម្រស់នៃធម្មជាតិដ៏ស្រស់ត្រកាលបន្ទាប់មកនាងក៏បានពោលឡើងថារេវតៈអ្នកប្រហែលជាហេវហើយខ្ញុំមានរបស់តិចតួចដើម្បីយកមកផ្ញើអ្នកនាងនិយាយហើយក៏លូកយកមកមួយកញ្ចប់ចេញមកអំពីផាហុំរបស់នាងឲ្យរេវតៈរួចពោលថាបរិភោគទៅបើមានឱកាសថ្ងៃក្រោយខ្ញុំនឹងយកមកឲ្យអ្នកទៀតខណៈនោះស្រាប់តែមានសម្លេងអ្វីមួយយ៉ាងបានលាន់ឮមកអំពីព្រៃក្នុងសួនលីឡាវតីស្ដាប់មួយភ្លែតក៏ប្រញាប់និយាយថារេវតៈខ្ញុំត្រូវលាអ្នកទៅហើយប្រសិនចង់និយាយជាមួយខ្ញុំឲ្យបានយូរជាងនេះប្រសិនបើអ្នកមានគេមកហើយនោះมันមានផលល្អទេសម្រាប់អ្នកខ្ញុំពិតជាចាំពេលក្រោយចាំទុកថាប្រសិនបើនៅលើលោកនេះมันមាននរណាយកចិត្តទុកដាក់អ្នកទេក៏នៅមានខ្ញុំម្នាក់ជាអ្នកយកចិត្តទុកដាក់ចំពោះអ្នកដែរហើយក៏បានលីរេវតៈបាត់ទៅក្នុងពេលនោះនាងយកសម្ពត់ផាហុំឃុំក្បាលក៏យ៉ាងចិត្តហើយក៏ត្រឡប់ដើរទៅវិញរេវតៈអង្គុយទាំងស្រឡាំងកាំងទាំងផ្លេចអ្វីទាំងអស់សូម្បីតែពាក្យថាអរគុណមួយម៉ាត់ក៏ផ្លេចខ្លួនក៏មិនបានពោលដែរលាក់ទុកក្នុងចិត្តក៏មិនបាននិយាយស្ដីផងដែររេវតៈអង្គុយនៅក្នុងទីនោះទាំងហួចចិត្តខ្លួនឯងដែលអង្គុយរហូតដល់យប់ជ្រៅទើបគេទៅកាន់ខ្ទមរបស់គេវិញលុះហេតុដែលកន្លងផុតទៅធ្វើឲ្យគេត្រូវគិតថាគេមិនយល់សបិនយ៉ាងពិតប្រាកដគឺលីឡាវតីគឺជាអ្នកបរោខ្លួនពិតប្រាកដមែនហើយនាងក៏បានប្រាប់ថានាងអាណិតអាសូរខ្លួនជាខ្លាំងណាស់កាលដែលរងទុក្ខលំបាកលីឡាវតីគឺជាមនុស្សដែលមិនស្អប់ខ្ពើមត្រកូលវណ្ណៈចន្ទដៀលដោយរូបគេនេះនាងក៏មិនខ្លាចអពមង្គលចំពោះនាងផងដែរប្រសិនបើខ្លាចមែននោះម្លេះនាងមិនមករកខ្ញុំក្នុងវិកាលនោះឡើយបើដូច្នោះនាងជាវណ្ណៈព្រាហ្មណ៍ដែលចម្លែកបំផុតហើយក្នុងខណៈដែលបងស្រីរបស់នាងមានការស្អប់ខ្ពើមមាក់ងាយគេយ៉ាងខ្លាំងនាងបែរជាមកលួចសួរសុខទុក្ខដល់ខ្ទមនារាត្រីដ៏ស្ងប់ស្ងាត់ទៅវិញខណៈនោះដែររេវតៈកំពុងតែគិតសេចក្តីល្អរបស់នាងហើយក៏កិច្ច
ចង់ទៅក្រាបសំពះបាទាដើម្បីអរគុណតបស្នងប៉ុន្តែគេបានគិតថាគេគ្រាន់តែជាក្មេងចន្ទដៀលនិងមនុស្សសំណាក់ម្នាក់មិនជាមនុស្សដែលកខ្វក់កាកសំណល់ប៉ុណ្ណោះដូច្នេះគេមិនអាចទៅក្បែរនាងបើកចំហបានឡើយហ្នឹងហើយជាចុងក្រោយក្នុងអត្ថបទនិយាយអំពីពធនិងមេគាជីវិតប្រឡំលោកបែបពុទ្ធសាសនាបញ្ចប់ឆ្លេះត្រឹមនេះខ្ញុំនឹងបន្តនិយាយអំពីប្រម៉ែមេត្រីបន្តទៀតនៅក្នុងថ្ងៃបន្ទាប់បងប្អូនដែលបានចូលរួមស្ដាប់កុំភ្លេចជួយ Subscribe Channel របស់ខ្ញុំដើម្បីនឹងបង្ហាញចែកជូនជារៀងរាល់ថ្ងៃសូមអរគុណនិងអានជូនបន្តទៀត